ចំណុចសំខាន់ដែលខ្ញុំប្រកាសណាខ្ញុំបាទនិយាយនៅក្នុងរាត្រីនេះចង់និយាយថាក្រមជ្រុលនិយមខ្មែរដែលនៅក្រៅប្រទេសប្រមាណអ្នកហ្នឹងវាមានគំនិតល្ងងខ្លៅខុសគេនៅទូទាំងពិភពលោកមានន័យថាប្រទេសដទៃនៅលើពិភពលោកគេមិនដែលទៅធ្វើសកម្មភាពជន់ពន្លិចជាតិខ្លួនឯងគេមិនបែរទៅធ្វើសកម្មភាពសំអុយជាតិឯងដូចជាក្រមជ្រុលនិយមនៅក្រៅប្រទេសចឹងទេមិនដែលទៅបើករដ្ឋាភិបាលអីនៅក្រៅប្រទេសចឹងទេមានតែក្រមជ្រុលនិយមខ្មែរនឹងឯងមួយទៀតបើប្រៀបធៀបនឹងប្រជាពលរដ្ឋក្នុងស្រុកប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកប្រមាណ7-18 លាននាក់លោករស់នៅបានលោកគាំទ្ររាជរដ្ឋាភិបាលប្រជាពលរដ្ឋខ្មែរនៅលើឆាកអន្តរជាតិប្រទេសនានាមានសហរដ្ឋអាមេរិកបារាំងកាណាដាអូស្ត្រាលីក៏គេគាំទ្ររាជរដ្ឋាភិបាលឲ្យចុះក្រុមឯងប្រមាណអ្នកនឹងអាម៉េចក៏ខុសគេមែនហើយប្រៀបធៀបពីចំនួនមើលបាទប្រៀបធៀបពីចំនួនមើលតើក្រុមឯងនឹងមានគ្នាប្រមាណអ្នកក្រមជ្រុលនិយមនឹងមានគ្នាប្រមាណអ្នកហើយប្រជាពលរដ្ឋខ្មែរ18 លានអ្នកនេះគិតមើលមួយណាតិចជាងមួយណាច្រើនជាងឬក៏ក្រមជ្រុលនិយមឯងទាំងអស់គ្នានឹងគិតថាប្រជាពលរដ្ឋខ្មែរប្រមាណ7-18 លានអ្នកនៅក្នុងប្រទេសនិងប្រជាពលរដ្ឋខ្មែររាប់លានអ្នកនៅក្រៅប្រទេសដែលគាំទ្ររាជរដ្ឋាភិបាលនឹងគឺគំនិតខុសគំនិតអន់គំនិតល្អតាឯងនិងគំនិតខ្លាំងក្លាតាក្រុមគ្នាឯងប្រមាណអ្នកហ្នឹងបាទត្រូវពិចារណាឡើងវិញបាទសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនៅក្រៅប្រទេសដែលលងតាមការអូសទាញរបស់ក្រមជ្រុលនិយមសូមពិចារណាឡើងវិញលោកអ្នកកំពុងតែដើរផ្លូវខុសហើយខុសនេះមិនមែនក្របខ័ណ្ឌព្រះរាជាណាចក្រកម្ពុជាមិនមែនតែក្របខ័ណ្ឌជនជាតិខ្មែរទេអ្នកឯងធ្វើខុសគេនៅទូទាំងពិភពលោកបាទគឺធ្វើខុសគេនៅទូទាំងពិភពលោកគ្មានជាតិសាសន៍ណាមួយដែលទៅបង្កើតរដ្ឋាភិបាលឲ្យដើរសំអុយប្រទេសខ្លួនឯងនៅក្រៅប្រទេសដូចជាក្រមជ្រុលនិយមដែលដឹកនាំដោយតាអ្នកទោសនៅបារាំងនឹងអត់មានទេហើយដូចជាយាយមាត់ចវាបនៅអាមេរិកនឹងក៏អញ្ចឹងដែរបាទក៏អញ្ចឹងដែរដើរទៅសំអុយប្រទេសខ្លួនឯងចេញឡើងលឺគំនិតប្រុងបើកសភានៅក្រៅប្រទេសហើយប្រហែលថ្ងៃមុនលឺចង់បោះឆ្នោតតាមអនឡាញចេញមកដូចល្ងងខ្លៅពេកហើយជាពិសេសយាយមាត់ចវាបនៅអាមេរិកនោះល្ងងខ្លៅមែនតើចាស់ហើយណាមិនមែនក្មេងទេណាសក់ស្កើពេញក្បាលអស់ហើយកុំធ្វើទង្វើថោកទាបបំផ្លាញជាតិខ្លួនឯងតទៅទៀតពីព្រោះខ្មែរមានប្រវត្តិជូរចត់ណាស់ហើយខ្មែរលំបាកវេទនាគ្រប់គ្រាន់ហើយឥឡូវនេះប្រជាពលរដ្ឋខ្មែរកើនឡើងដល់ជាង17 លាននាក់ជិត18 លាននាក់ហើយសូមឲ្យប្រជាពលរដ្ឋខ្មែររស់នៅបានសុខប្រទេសរីកចម្រើនតទៅមុខប្រកួតប្រជែងលើឆាកអន្តរជាតិកុំព្យាយាមបំផ្លាញខ្មែរតទៅទៀតបាទសម្រាប់ក្រមជ្រុលនិយមនិងរួមទាំងយាយមាត់ចវាបនៅអាមេរិកផងទៀតបាទសូមទុកឲ្យប្រជាពលរដ្ឋខ្មែរលោករស់នៅដ៏សុខសាន្តមានឯកភាពជាតិមានស្ថិរភាពសន្តិសុខនិងមានការអភិវឌ្ឍផងបាទ